របបអាហារទាំងអស់នេះហើយបើសិនជាស្ត្រីឧស្សាហ៍ក្នុងការញ៉ាំជាប្រចាំថ្ងៃចាឬក៏ញ៉ាំជាញឹកញាប់បងនឹងប៉ះពាល់ទៅលើសុខភាពស្បូនប៉ះពាល់ទៅលើវរដូវងាយក្នុងការបង្កពពួកមេរោគផ្សេងៗដោយអត់ដឹងខ្លួនហើយរបបអាហារទី1នោះគឺតាក់ទងជាមួយនឹងប្រភេទគ្រឿងផ្អាប់ចាជ្រក់ត្រពាំងបុកល្ហុងអាហារដែលមានរសជាតិដិតពេកប្រៃពេកជូរពេកហឹរពេកឬក៏តាក់ទងជាមួយនឹងអាហារកែច្នៃមួយចំនួននេះបើសិនជាបងស្ត្រីឧស្សាហ៍ក្នុងការញ៉ាំរបបអាហារទាំងអស់នេះបងនឹងជួបទៅលើបញ្ហាសុខភាពស្បូនដោយសុខភាពស្បូនទី1នោះគេតាក់ទងជាមួយនឹងបញ្ហាការធ្លាក់សទៅលើការធ្លាក់សមួយចំនួនអាចថាជាបញ្ហាការធ្លាក់សទូទៅដែលវាមានអត់មានក្លិនអត់មានការលមាស់អត់មានការក្តៅក្រហាយចាជាការធ្លាក់សលក្ខណៈធម្មតាប៉ុន្តែបើសិនជាស្ត្រីមានជាការធ្លាក់សមានការលមាស់ធំក្លិនមានការផ្លាស់ប្ដូរពណ៌ញឹកញាប់ចាហើយបងនៅតែបន្តសកម្មភាពនៃការញ៉ាំរបបអាហារបែបនេះទៀតវាធ្វើឲ្យបញ្ហាជំងឺបបូរកាន់តែមានលក្ខណៈរ៉ាំរ៉ៃហើយទៅលើករណីទី2គឺតកតងជាមួយនឹងចាបញ្ហាស្បូនតកតងជាមួយនឹងបញ្ហាវរដូវរបស់ស្ត្រីនៅពេលដែលស្ត្រីឧស្សាហ៍ក្នុងការញ៉ាំរបបអាហារទាំងអស់នេះគឺធ្វើឲ្យស្ត្រីចាប៉ះពាល់ទៅលើវរដូវខ្លាំងអាចរដូវមកអត់ទៀងទាត់រាំងរដូវមកតិចខុសពីធម្មតាដោយសារតែប្រភេទអាហារដែលបងចូលចិត្តញ៉ាំទាំងអស់នេះវាអត់មានសារធាតុចិញ្ចឹមគ្រប់គ្រាន់នេះនៅពេលដែលយើងព្យាយាមក្នុងការញ៉ាំជាប្រចាំថ្ងៃវាធ្វើឲ្យរាងកាយខ្វះសារធាតុចិញ្ចឹមដែលធ្វើឲ្យប៉ះពាល់ទៅលើផ្នែកនៃសរីរាង្គស្បូនរបស់យើងទាំងអស់តែម្ដងចុងក្នុងករណីនេះបើសិនជាបងស្ត្រីអាចកាត់បន្ថយទៅលើប្រភេទគ្រឿងផ្អាប់ឬប្រភេទអាហារកែច្នៃមួយចំនួនគឺល្អខ្លាំងមែនទែនសម្រាប់សុខភាពស្បូន